យើងងាកមកតាមដានសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីនេះវិញរុស្ស៊ីបើកការវាយប្រហារស៊ីវិលនិងកំពុងផែគណៈ EU ព្រមព្រៀងផលិតដ្រូនរួមគ្នាជាមួយនឹងទីក្រុងគៀវកាលពីថ្ងៃទី15កក្កដារុស្ស៊ីបានវាយប្រហារលើទីក្រុងស៊ូមីភាគឦសានអ៊ុយក្រែនជិតព្រំដែនរុស្ស៊ីបណ្ដាលឲ្យមនុស្សស្លាប់3នាក់និងរបួស17នាក់គ្រាប់បែកអាកាសបញ្ជា6គ្រាប់វាយប្រហារបណ្ដាទីតាំងសុខាភិបាលនិងស៊ីវិលបណ្ដាអ្នកប្រលត់ភ្លើងបានជួយពន្លត់បណ្ដារថយន្តដែលត្រូវភ្លើងឆេះនៅមុខមជ្ឈមណ្ឌលសុខាភិបាលមួយចំណែកបណ្ដាអ្នកជួយសង្គ្រោះបានខិតខំកាយទាញយកអ្នកនៅរស់រានមានជីវិតក្រោមគំនរបាក់បែកនៅភាគខាងត្បូងប្រទេសមានមនុស្ស3នាក់ទៀតស្លាប់ពេលបណ្ដាមីស៊ីលនិងដ្រូនរុស្ស៊ីបានវាយប្រហារបណ្ដាទីតាំងឧស្សាហកម្មនៅទីក្រុងអូដេសាបណ្ដាលឲ្យភ្លើងឆាបឆេះឃ្លាំងមួយនិងបណ្ដាលឲ្យរថយន្តកាមីយ៉ុងច្រើនគ្រឿងរងការឆេះនិងខូចខាតអភិបាលតំបន់លោកអូលេកគីពរបញ្ជាក់ថានោះជាថ្ងៃទី5ជាប់គ្នានៃការវាយប្រហាររួមគ្នាទាំងមីស៊ីលនិងដ្រូនប្រឆាំងតំបន់អូដេសាការវាយប្រហារគឺទាំងបណ្ដាទីតាំងកំពង់ផែទាំងបណ្ដាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្រសួងការពារជាតិប្រទេសរុស្ស៊ីគូបញ្ជាក់ពីការវាយប្រហារលើបណ្ដាកំពង់ផែនៅតំបន់អូដេសាគឺកំពង់ផែ Chornomorsk និងកំពង់ផែ Dnipro ដែលប្រើសម្រាប់ផ្គត់ផ្គង់កងទ័ពអ៊ុយក្រែនរុស្ស៊ីក៏វាយប្រហារបណ្ដាទីតាំងស្តុកប្រេងបណ្ដារោងចក្រផលិតដ្រូននិងបណ្ដានាវាផ្គត់ផ្គង់ភស្តុភារយោធាការវាយប្រហារទាំងនោះកើតមានពេលដែលប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen បានទៅកាន់ទីក្រុងគៀវកាលពីថ្ងៃទី15កក្កដាជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅទីនោះលោកស្រីបានប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយរវាងអ៊ុយក្រែននិងសហភាពអឺរ៉ុបផលិតដ្រូនរួមគ្នានឹងបង្កើនផលិតកម្មដ្រូនលោកស្រីថាយើងត្រូវប្រមូលផ្ដុំកម្លាំងរបស់យើងកិច្ចព្រមព្រៀងនេះនឹងអាចជួយដល់វិស័យវិស្វកម្មអ៊ុយក្រែននិងកម្លាំងឧស្សាហកម្មរបស់អឺរ៉ុប